សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិលោក Maduro អតីតមេដឹកនាំ Venezuela បានជាប់ពន្ធនាគារ Brooklyn ដ៏ល្បីល្បាញអស់រយៈពេលជាង80ថ្ងៃមកហើយអតីតប្រធានាធិបតី Venezuela Nicolas Maduro និងភរិយាជំទាវទី1 Cillian Flores ដែលត្រូវបានបណ្តេញចេញពីអំណាចហើយបានចាប់យកមកឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan ហៅថា MDC ក្នុងទីក្រុង Brooklyn ទីក្រុង New York សហរដ្ឋអាមេរិកអស់រយៈពេលជាង80ថ្ងៃមកបន្ទាប់ពីត្រូវបានឆ្មក់ចូលចាប់ខ្លួនដោយកងកម្លាំងសហរដ្ឋអាមេរិកពី Venezuela ក្នុងខែមករានិងផ្ទេរទៅ New Yorkអ្នកទាំងពីរបានសារភាពថាមិនមានកំហុសក្នុងការចាប់ប្រកាន់ពីបទជួញដូរគ្រឿងញៀនការលាងលុយកខ្វក់និងអំពើពុករលួយនោះទេខណៈពេលដែលកូនប្រុសរបស់លោក Maduro ឈ្មោះថា Nicolasito បានបង្ហាញជាសាធារណៈអំពីឪពុករបស់គាត់ថាមានស្មារតីនៅរឹងមាំល្អកាយសម្បទារឹងមាំនិងធ្វើលំហាត់ប្រាណប្រចាំថ្ងៃអ្នកខាងក្នុងនិងអ្នកជំនាញផ្នែកច្បាប់បានគូររូបភាពដ៏អាក្រក់នៃជីវិតនៅក្នុងអគារនោះមជ្ឈមណ្ឌលឃុំឃាំង MDC ទទួលបានភាពល្បីល្បាញខាងស្ថានភាពធ្ងន់ធ្ងររួមទាំងការបង្ខាំងមនុស្សតែម្នាក់ឯងរហូតដល់23ម៉ោងក្នុងមួយថ្ងៃរីឯអាហារដែលមិនមានគុណភាពនិងត្រូវបានគេរាយការណ៍ថាមានមេរោគការថែទាំវិជ្ជសាស្ត្រមានកម្រិតអំពើហិង្សានិងសេវាសុខភាពផ្លូវចិត្តមិនគ្រប់គ្រាន់អតីតមន្ត្រីនិងមេធាវីការពារសិទ្ធិជនស៊ីវិលបានពណ៌នាថាមណ្ឌលនេះជាមជ្ឈមណ្ឌលឃុំឃាំងសហព័ន្ធដែលមានទណ្ឌកម្មដ៏អាក្រក់បំផុតមួយនៅក្នុងសហរដ្ឋអាមេរិកដោយអ្នកខ្លះហៅវាថាគឺជាឋាននរកនៅលើផែនដីយើងនេះប៉ុន្តែបើទោះបីជាអាជ្ញាធរសហព័ន្ធបានអះអាងថាមានការកែលម្អច្រើនរួមទាំងការដាក់ពង្រាយក្រុមសកម្មភាពសង្គ្រោះបន្ទាន់និងការបង្កើតបុគ្គលិកមេធាវីនិងអង្គការសិទ្ធិស៊ីវិលអះអាងថាលក្ខខណ្ឌនៅតែមិនផ្លាស់ប្ដូរជាមូលដ្ឋាននៅឡើយទេដោយសារតែ Maduro និង Flores គឺជាសហចុងចោតពួកគេត្រូវបានហាមឃាត់តាមផ្លូវច្បាប់ពីការប្រស្រ័យទាក់ទងគ្នាមានន័យថាពួកគេមិនអាចជួបឬនិយាយគ្នាបានបើទោះបីជាពួកគេត្រូវបានឃុំខ្លួននៅក្នុងកន្លែងតែមួយក៏ដោយការបង្ហាញខ្លួននៅតុលាការបន្ទាប់របស់ពួកគេត្រូវបានក្រុងទៅចូលរួមនៅថ្ងៃទី26ខែមីនានេះដែលសវនកម្មស្ថានភាពលើករណីនេះត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហារួមទាំងការផ្ដល់មូលនិធិសម្រាប់ក្រុមមេធាវីការពារក្តីរបស់ពួកគេនិងសេចក្តីសម្រេចលើដីកាការពារសម្រាប់ភស្តុតាងរបស់ព្រះរាជអាជ្ញាផងដែរអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ